រួញម៉ារីម៉ាឬអ៊ុតរួញម៉ាស័រត្រជាក់នេះគឺជាសរសៃសក់អ្នកគ្រូថ្ងៃនេះអត់មានជា model ជាអតិថិជនទេគឺអ្នកគ្រូយកជាក្បាលតុក្កតាមកបរៀនបងប្អូនទាំងអស់គ្នាណាសម្រាប់ក្បាលតុក្កតានេះសក់ខ្មៅធម្មជាតិគឺជាសក់ខ្មៅធម្មជាតិជាសរសៃសក់ពិតមុនពេលដែលអ៊ុតសក់តម្រូវឲ្យបងប្អូនកាត់ម៉ូតសក់ជាអក្សរ V ជាមុនសិនទើបអ៊ុតមកចេញស្អាតណារបស់ដែលយើងប្រើមានអ៊ុតត្រង់ឬក៏អ៊ុតត្រង់បានអ៊ុតរួញបាន NOKS កម្លាំង100ទឹកទី2របស់ទឹកថ្នាំអ៊ុតរួញគឺជាទឹកប្រភេទរាវបងប្អូនណាហើយយើងមានកែនប្រភេទអ៊ុតម៉ារីម៉ាក៏អ៊ុតម៉ាស័រហ្នឹងយើងមានកដាស់ដើម្បីខ្ចប់កែនរួមទាំងកៅស៊ូជំហានដំបូងសូមកក់ជាមួយនឹងសរសៃសក់នឹងឲ្យបានស្អាតកក់ជាមួយសាប៊ូបោកកោសិការួចលាបទឹកថ្នាំអ៊ុតត្រង់លាបហើយអស់ហើយបងប្អូនយកកែនហ្នឹងយកមកមូវិញចូលតាមកលៈហ្នឹងចាមូវិញចូលតាមកលៈហើយបងប្អូនអាចប្រើកតុយកែនហ្នឹងយកមកខ្ចប់ឬក៏បងប្អូនយកកៅស៊ូរុំឬក៏បងប្អូនយកกระดาษមករុំចុងកតុយវាហ្នឹងក៏បានដែរធ្វើបែបនេះតាំងពីផ្នែកខាងក្រោមរហូតដល់ផ្នែកខាងលើរួចប្រអាប់ទុករយៈពេល35នាទីទៅ45នាទីដល់នាទីបងប្អូនចាប់កែនហ្នឹងមកបងប្អូនដោះមើលមួយសិនដោះមើលមួយហើយទាញវាគឺទទួលបានអារម្មណ៍ថារួញវាឡងទៅវិញមានន័យថាវានៅតែរួញវាអត់យាបងប្អូននាំទៅលាងទឹកសម្អាតឲ្យបានស្អាតអត់កក់សាប៊ូទេសម្អាតដើម្បីយកទឹកថ្នាំហ្នឹងចេញខ្លះបន្តមកទៀតបងប្អូនចាក់ទឹកថ្នាំទឹកទី2ដែលមានសភាពរាវហ្នឹងដាក់ចូលកងក្នុងកំប៉ុងមានជពួយដូចអ្នកគ្រូចាក់ឲ្យបងប្អូនមើលណារួចហើយបងប្អូនយកសលៃមកដុំមកដើម្បីធ្រាប់ដៃកុំឲ្យហៀប្រឡាក់ក្បាលអតិថិជនណាចាក់គ្រប់សរសៃសក់ទាំងអស់ចាក់ឲ្យអស់ហើយផ្អាប់ទុករយៈពេលចន្លោះពី10ទៅដល់15នាទីផ្អាប់ទុកចន្លោះពី10ទៅ15នាទីហើយដល់នាទីហើយនាំអតិថិជនទៅកក់សាប៊ូលាងសម្អាតឲ្យបានស្អាតល្អហើយបងប្អូនអប់ហើយបងប្អូនពេលអប់ហ្នឹងមូវវែនឲ្យវាឡើងភ្លីចឹងមករួចហើយបងប្អូនប្រើជាមួយនឹង Ecochi កាន់ភ្លីលាបដើម្បីឲ្យភ្លីហ្នឹងឡើង smooth ល្អអត់ហើមអត់ហើរនេះគឺជា Ecochi ដែលគេហៅវីតាមីនណាសម្រាប់អ្នកអ៊ុតសក់រួញយើងប្រើវាគឺល្អមែនតើហ្មងរួចហើយបងប្អូនប្រើជាមួយនឹងសេរ៉ូម Rose Oil លាបដើម្បីឲ្យសក់នឹងរលោងបន្ថែមទៀតតែប៉ុណ្ណឹងជាការស្រេចទេបងប្អូនអ៊ុតរួញត្រជាក់ម៉ារីម៉ាឬក៏អ៊ុតរួញមីស័របែបងាយគ្រាន់តែបងប្អូនមានផលិតផលនេះនៅក្នុងដៃអាចត្រង់ក៏បានអាចរួញក៏បានអរគុណច្រើនជនរបស់ខ្ញុំគាត់អញ្ជើញមកលាបពណ៌សក់ប៉ុន្តែសក់គាត់មានសភាពស្អិតហើយរឹងចំពាក់សម្រាប់សរសៃសក់គាត់ធ្លាប់ឆ្កឹះពីមុនមកអញ្ចឹងគាត់អញ្ជើញមកវគ្គហ្នឹងគឺគាត់ចង់មកលាបយកតែម្ដងគាត់ស្រឡាញ់ពណ៌រាងបែកស្វាយនាងខ្ញុំក៏ណែនាំឲ្យគាត់លាបពណ៌10 PV ជំហានដំបូងខ្ញុំជ្រើសរើសយកការពារស្បែកក្បាលមកលាបលើស្បែកក្បាលរបស់គាត់តបមកទៀតខ្ញុំជ្រើសរើសយកថ្នាំ NOKS Gold លេខកូដ10 PVលេខកូដ10 PV 85% 011 10% 045 3% និង 066 2% លាយជាមួយនឹង OC លេខ3ចំនួន100ក្រាមបន្ទាប់មកទៀតខ្ញុំដាក់ជាមួយនឹងប្រេងសរីរាង្គម៉ូរ៉ូកូសរសៃសក់របស់គាត់ធ្លាប់ឆ្កឹះពីមុនមកហើយអញ្ចឹងខ្ញុំលាបយកតែម្ដងបន្ទាប់ពីលាបសពឬជោគល្អហើយខ្ញុំទុករយៈពេល35នាទីបន្ទាប់ពី10នាទីហើយខ្ញុំនាំគាត់មកកក់ជាមួយនឹងសាប៊ូលាងជាតិគីមីរួចអបជាមួយនឹងថ្នាំអបឆាតអបសរសៃសក់គាត់ហើយខ្ញុំបាញ់ស្ប៉ាឲ្យគាត់គ្រាន់តែបាញ់ស្ប៉ាមកសរសៃសក់គាត់តែឡើងទន់ហើយភ្លឺអាឡូងហ្មងពេលដែលបាញ់ស្ប៉ាហើយខ្ញុំទុករយៈពេលចំនួន10នាទីបន្ទាប់ពី10នាទីហើយខ្ញុំនាំគាត់មកផ្លុំសក់រួចលាបជាមួយនឹងប្រេង Nine Story សម្រាប់សរសៃសក់គាត់កន្លែងដែលឆ្កឹះគឺវាលោតពណ៌ស្វាយច្បាស់ហើយស្អាតហ្មងសម្រាប់ផ្ទៃរបស់គាត់ចេញមកស្វាយបែកត្នោតបើបងប្អូនចង់បានពណ៌សក់ស្អាតហើយពណ៌ច្បាស់កុំភ្លេចជ្រើសរើសជាមួយនឹងថ្នាំសក់ NOKS ពណ៌មាសនេះគឺអ៊ុតត្រង់បញ្ជាន់ជាមួយនឹងអ៊ុត Wow Easy ឬក៏យើងអាចហៅថាអ៊ុតត្រង់បញ្ជាន់ជាមួយសេរ៉ូមស្ងួត Wow Easy នេះជាសរសៃសក់របស់អតិថិជនដែលមកសភាពស្ងួតនិងឆេះចុងហើយរួញគល់សក់ប្រភេទនេះជាសក់ដែលធ្លាប់អ៊ុតត្រង់ហើយអតិថិជនយើងគាត់អត់ព្រមកាត់សក់នឹងចេញគាត់ថាគាត់ចង់ទុកទាំងវែងស្អាតអញ្ចឹងហើយចង់ឲ្យត្រង់គល់ក៏ប៉ុន្តែគល់គាត់នោះសរសៃធំកម្លាំងដល់ទៅ120ឯនោះអញ្ចឹងហើយជាដំបូងនេះគឺយើងជ្រើសរើសជាមួយនឹងកក់បើកកោសិកាជាមុនសិនបន្តមកទៀតកក់បើកឲ្យលាងសម្អាតឲ្យបានស្អាតល្អត្រូវការអស់ពេលណាបងប្អូនចារួចហើយបងប្អូនទាំងអស់គ្នាជ្រើសរើសជាមួយនឹងសេរ៉ូមម៉ូរ៉ូកូ Complex របស់ NOKS ចំនួន 500ml លាបដើម្បីគ្របបានសរសៃសក់នោះកុំឲ្យថ្នាំអ៊ុតត្រង់ប៉ះទៅឆេះឬក៏ខូចហើយធ្វើឲ្យសក់នោះមានសំណើមទៀតផងបងប្អូនលាបសេរ៉ូមនេះបានផលដល់ទៅ2ស្មើនឹងបញ្ចូលសេរ៉ូមទៅលើសក់ឲ្យអ៊ុតត្រង់ណាបងប្អូនបន្ទាប់ពីលាបសេរ៉ូមនឹងហើយអស់ផ្អាប់ទុក10នាទីហើយជ្រើសរើសថ្នាំអ៊ុតត្រង់ NOKS កម្លាំង120សម្រាប់សក់សរសៃធំលាបតែផ្នែកខាងគល់នេះណាបងប្អូនចាលាបហើយអស់ហើយទុកឲ្យសក់នឹងយាទុកឲ្យសក់យាកន្លែងគល់នឹងអត់សិតតលាក់អីដោយសារសក់គាត់ឆ្លងកាត់អ៊ុតហើយពីមុនហើយខូចចុងទៀតអញ្ចឹងបន្តពីយាហើយយើងផ្លុំឲ្យស្ងួតហើយចាក់ Wow Easy លាបទៅលើសក់របស់គាត់ផ្អាប់ទុក35នាទីចា10នាទីហើយបងប្អូនអាចបាញ់ស្ប៉ាបើសិនជាអត់មានម៉ាស៊ីនអប់បងប្អូនបាញ់ស្ប៉ាហើយទុកឲ្យត្រជាក់នាំអតិថិជនទៅលាងសម្អាតជាមួយនឹងទឹកស្អាតឲ្យបានស្អាតល្អកក់ជាមួយនឹងសាប៊ូបំបត្តិសារជាតិប្រេង
កក់មួយស្ពូនបាត់សាជាតិប្រេងហើយអប់ជាមួយនឹងអប់ឆាត់ចាអប់ឲ្យផ្លុំមកបងប្អូននេះត្រង់បានប៉ុណ្ណឹងឡើងភ្លឹងហ្មងណាបងប្អូនចាហើយគៀបឲ្យបានឆ្អិនទៅសក់នឹងក៏ស្អាតបែបនេះចំណាយកម្លាំងតិចចំណេញពេលវេលាអរគុណច្រើនបងប្អូនទាំងអស់គ្នាជាមួយនឹងមេរៀនអត់ត្រង់បញ្ជាន់ជាមួយនឹងស្រោមស្ងួត Wow easy